substantially ahead of our លោកប្រធានាធិបតី Donald Trump បានអះអាងកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិកមានអាវុធទុកធ្វើសង្គ្រាមបានជារៀងរហូតនេះបើតាមកាយចេញផ្សាយរបស់សារព័ត៌មាន TASS សារព័ត៌មានរុស្ស៊ីមួយនេះបានដកស្រង់ការបង្ហោះតាមរយៈបណ្ដាញសង្គម Truth Social របស់លោក Donald Trump ដោយបានរៀបរាប់ថាសហរដ្ឋអាមេរិកមានអាវុធបំរុងស្ទើរតែគ្មានដែនកំណត់ដែលអាចធ្វើសង្គ្រាមជារៀងរហូតលោកបន្ថែមទៀតថាឃ្លាំងស្តុកអាវុធរបស់សហរដ្ឋអាមេរិកមានទាំងខ្នាតមធ្យមនិងមធ្យមកម្រិតខ្ពស់សម្រាប់ប្រយុទ្ធរហូតទទួលបានជោគជ័យយ៉ាងធំធេងលោកបញ្ជាក់ថាឃ្លាំងអាវុធរបស់អាមេរិកប្រសើរខ្លាំងជាងប្រទេសណាទាំងអស់ការអួតអាងរបស់មេដឹកនាំអាមេរិកវ័យ79ឆ្នាំរូបនេះបានធ្វើឡើងចំពេលដែលរដ្ឋបាលរបស់លោកកំពុងប្រទាក់ស្មាយជាមួយអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ដែលបានចាប់ផ្ដើមផ្ទុះតាំងពីថ្ងៃទី28ខែកុម្ភៈលោកត្រាំទើបបានប្រាប់កាសែត Daily Mail ថាប្រតិបត្តិការយោធារួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់អាចនឹងចំណាយពេល1ខែលោកត្រាំក៏បានឆ្លៀតចោទប្រកាន់អតីតមេដឹកនាំអាមេរិកលោក Joe Biden ជុំវិញការផ្ដល់អាវុធឲ្យទៅអ៊ុយក្រែនដោយឥតគិតថ្លៃផងដែរដែលហាក់រិះគន់ថាជាការខ្ជះខ្ជាយត្រង់នេះលោកត្រាំរៀបរាប់ថាជាសំណាងល្អខ្ញុំបានកសាងយោធាឡើងវិញតាំងពីក្នុងអាណត្តិដំបូងរបស់ខ្ញុំហើយបន្តធ្វើបន្ថែមទៀតទើបសហរដ្ឋអាមេរិកមានស្តុកទុកហើយត្រៀមខ្លួនជាស្រេចដើម្បីឈ្នះសង្គ្រាមធំៗ